ដឹងថាបងប្អូនជាងដេថ្មីនៅមិនទាន់ស្គាល់ថាតើរបៀបដាក់ខ្សែកតុយកតោចូលទៅក្នុងតួខ្លួនអាវនោះយ៉ាងម៉េចទេបងប្អូនដឹងទេបើសិនជាយើងចង់ឲ្យសម្លៀកបំពាក់របស់យើងឬក៏អាវរបស់យើងកាន់តែស្អាតជាងមុនណាគឺបងប្អូនព្យាយាមធ្វើម៉ូដបលិចខ្សែកតុយកតោនេះដើម្បីឲ្យសម្រស់អាវរបស់យើងគឺកាន់តែស្អាតល្អថែមទៀតបន្តមកទៀតគឺយើងមកដាក់ខ្សែកតុយកតោចូលទៅក្នុងតួខ្លួនអាវឥឡូវគឺបងដេផ្ទាំងខាងក្រោយឲ្យទាំងអស់គ្នាមើលណានេះអញ្ចឹងអានេះខ្សែកតុយកតោទាំងអស់គ្នាដាក់នៅលេខកូដលេខ5នេះលេខកូដលេខ5ជាមួយនឹងលេខកូដលេខ4ណាយើងដាក់ខ្សែកតុយកតោហ្នឹងធ្វើយ៉ាងម៉េចឲ្យគៀកជាមួយនឹងធ្នេរបស់យើងណានេះបែបហ្នឹងយើងដេក៏ប្រើជើងទាប្រកបដែរយើងយកដៃយើងឆ្កូតសិនមកឆ្កូតធ្នេនឹងឲ្យបាក់សិនមកនេះហើយយើងព្យាយាមទាញសាច់អាវយើងណាទាញសាច់អាវយើងកុំទាញខ្លាំងពេកមកល្មមបានហើយអាខ្សែកតុយកតោនេះគឺយើងអត់ទាញណាឲ្យវានៅដដែលប៉ុន្តែយើងព្យាយាមរុញវាអឹបជាមួយនឹងធ្នេដើម្បីកុំឲ្យវាឃ្លាតពីធ្នេណានេះបែបហ្នឹងដល់ពេលអាកន្លែងនេះយើងដាក់បន្តមកទៀតមកណាអញ្ចឹងខ្សែកតុយកតោទាំងអស់គ្នាដាក់នៅលើលេខកូដលេខ6មកចំហៀងទៀតគឺយើងធ្វើដូចគ្នាមកបន្តមកទៀតគឺយើងមកដេបទាំងខាងមុខម្ដងរបៀបដាក់ខ្សែកតុយកតោគឺទាំងអស់គ្នាដាក់នៅលើលេខកូដលេខ2នេះដល់ពេលអាកន្លែងធូងនេះទាំងអស់គ្នាដាក់នៅលើលេខកូដលេខ1ហៀងទៀតគឺយើងដេរដូចគ្នាមានន័យថាគឺយើងដេរពីក្រោមឡើងមកលើវិញបានចឹងហើយឥឡូវគឺយើងបន្តមកដេរម្ដងទៀតណាម្ដងទៀតហ្នឹងគឺបែបលក្ខណៈដេរបែបនេះអញ្ចឹងទាំងអស់គ្នាដូរអំបោះទៅជាពណ៌អាវវិញពណ៌ទឹកបិចទាំងលើទាំងក្រោមនៅពេលដែលទាំងអស់គ្នាដេរគឺយើងត្រូវដេរដាក់លេខកូដលេខ3នៅពីលើលេខ2និយាយរួមគឺយើងដាក់ដូចដែលយើងដេរភ្ជាប់ខ្លួនអញ្ចឹងណានេះយើងដាក់បែបហ្នឹងមកជើងទានៅប្រើជើងទាប្រកបឡើយទេយើងព្យាយាមដេរឲ្យពាកមកនៅពេលដែលដេរទាំងអស់គ្នាព្យាយាមទាញនេះដៃស្ដាំយើងទាញធ្នេឲ្យខិតមកណែដើម្បីឲ្យវាគៀកជាមួយនឹងខ្សែកតុយកតោយើងឃើញស្អាតណា